បុរសម្នាក់ដែលស្គាល់អតីតគូដណ្ដឹងលោកបូភត្រាចេញមុខទម្លាយប្រវត្តិការសិក្សានិងការងាររបស់ស្រីនូច្បាស់មិនមែនច្បងឲ្យមានការភ័ន្តច្រឡំឡើយយោងតាមកនីឈ្មោះរិនចន្ទរិទ្ធបានបញ្ជាក់ថាខ្ញុំបានឃើញបងប្អូនយកប្អូនស្រីឈួនស្រីនូទៅផ្សារភ្ជាប់នៅការបង្ហោះរបស់កនី Facebook មួយឈ្មោះ Gigi Abeva ហើយនាំគ្នាបង្ហាញការយល់ឃើញខុសចំពោះគាត់ពិតជាអយុត្តិមណាស់សម្រាប់ប្អូនស្រីនូនិងម្ដាយរបស់គាត់ចង្គៀងនៅក្នុងផ្ទះរបស់អ្នកណាភ្លឺក្នុងផ្ទះអ្នកនោះប្អូនស្រីពិតជាបានរៀបការម្ដងមែននៅឆ្នាំ2023ខ្ញុំបានដឹងហើយក៏លែងលះគ្នាដាច់ស្រេចមុនភ្ជាប់ពាក្យជាមួយគូដណ្ដឹងរបស់គាត់ដែលគាត់ទើបប្រកាសផ្ដាច់ពាក្យខ្ញុំក៏បានដឹងខ្ញុំស្គាល់គាត់និងម្ដាយរបស់គាត់ដោយសារស្រីនូធ្លាប់រៀននៅសាកលវិទ្យាល័យ UC ជាសិស្សប្អូនខ្ញុំហើយជាកូនសិស្សរបស់លោកគ្រូបណ្ឌិតអិនសូផលដូចគ្នាចំណែកការងាររបស់គាត់ជាមន្ត្រីទូតនៅពេលសិចគាត់ធ្លាប់ធ្វើការងារជាមួយលោកគ្រូរបស់ខ្ញុំឯកឧត្តមជាធិរៈដែលធ្លាជាឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅពេលសិចរហូតដល់ឆ្នាំ2023ដោយសារខ្ញុំក៏ធ្លាប់ប្រាស្រ័យទាក់ទងជាមួយស្រីនូនិងម្ដាយរបស់គាត់អ្នកមីងច័ន្ទមរកតដោយរាប់អានគ្នាធម្មតាហើយខ្ញុំក៏ធ្លាប់ព្យាយាមទំនាក់ទំនងពួកគាត់មកមើលគម្រោងខុនដូដែរដោយពេលនោះខ្ញុំមានក្រុមហ៊ុនភ្នាក់ងារលក់អចលនទ្រព្យមានរឿងមួយចំនួនដែលបងប្អូនជឿតាមព័ត៌មានខុសនិងធ្វើការវិនិច្ឆ័យខុសដូចខាងក្រោមមួយបងប្អូននាំគ្នាយល់ខុសថានៅឆ្នាំ2023ស្រីនូបានរៀបការភ្លាមរត់ទៅនៅបរទេសភ្លាមដោយសារមានសញ្ជាតិពីរខុសហើយស្រីនូជាមន្ត្រីទូតគាត់មានតួនាទីជាទីប្រឹក្សានៃស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសបែលហ្សិកដូច្នេះជាធម្មតាគាត់ត្រូវទៅធ្វើការនៅបែលហ្សិកដោយសារការិយាល័យរបស់គាត់នៅទីនោះមិនអាចរស់នៅកម្ពុជាជាមួយអតីតស្វាមីទេ2ម្ចាស់កិននីជឿបាវបានសរសេរដោយធ្វើឲ្យមហាជនយល់ច្រឡំថាស្រីនូមានប្រវត្តិរៀបការច្រើនមកហើយដើម្បីបោកប្រាស់យកលុយចំណងដៃនិងទ្រព្យសម្បត្តិខាងប្រុសតាមពិតស្រីនូមានប្រវត្តិរៀបការតែម្ដងគត់នៅឆ្នាំ2023គាត់ក៏បានបង្ហោះការរៀបការនោះលើកណី Facebook របស់គាត់ដែរហើយប្រហែលកន្លះឆ្នាំមុនខ្ញុំធ្លាប់ឃើញគាត់បង្ហោះថាផ្ដាច់ចំណងអាពីហោពីពីហោជាមួយអតីតស្វាមីរបស់គាត់ហើយក្រោយមកឃើញគាត់ភ្ជាប់ពាក្យជាមួយភត្រារួចក៏ផ្ដាច់ពាក្យវិញសូមបងប្អូនគិតបើស្រីនូគ្រាន់តែរៀបការដើម្បីបោកប្រាស់យកលុយចំណងដៃគាត់ច្បាស់ជារងចាំរហូតដល់រៀបការជាមួយភត្រារួចទើបគាត់សុំលែងលះមិនមែនសុំផ្ដាច់ពាក្យនៅពេលនេះទេណាមួយបើត្រូវយកចំណងដៃរៀបការជាមួយភត្រាអាចទទួលចំណងដៃច្រើនណាស់ដោយសារភត្រាមានញាតិនិងអ្នកគាំទ្រច្រើនបើនិយាយពីអ្នកធំអ្នកមាននិងអុកញ៉ាដែលភត្រាស្គាល់អាចចងដៃក្នុងម្នាក់មិនក្រោម500ទៅ1000ទេ3ស្រីនូជាមនុស្សមានសមត្ថភាពមានអត្តចរិតស្រគត់ស្រគំតែរស់រាយមានឥរិយាបថល្អចេះគោរពចាស់ទុំហើយខ្ញុំឃើញគាត់ទៅណាបន្តិចក៏ម្ដាយរបស់គាត់តាមមើលថែគាត់ដែរបើនិយាយពីការអប់រំរបស់ស្រីនូបរិញ្ញាបត្រនៅក្នុងស្រុក2បូកនឹងអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិពីក្រៅមានសមត្ថភាពប្រឡងយកអាហារូបករណ៍ហើយបើនិយាយពីកម្រិតទំនាក់ទំនងវិញគាត់ដល់កម្រិតពិធីការនិងការទូតទំនាក់ទំនងជាអ្នកការទូតបរទេសហើយប្រាក់ខែរាប់ពាន់ដុល្លារតើគាត់ត្រូវការយកកេរ្តិ៍ឈ្មោះនិងភាពថ្លៃថ្នូររបស់គាត់ទៅបោកប្រាស់គេតាមរយៈការរៀបការទេសរុបមកសូមបងប្អូនឈប់ជែកវែកញែករឿងជីវិតឯកជនរបស់គាត់ទៀតទៅគាត់មានស្តង់ដាររបស់គាត់ក្នុងការជ្រើសរើសគូអនាគតរបស់គាត់បានបញ្ជាក់ហើយកាលពីម្សិលមិញគាត់គឺជាមនុស្សដែលឯកោបំផុតដែលបានសម្រេចចិត្តបែបនេះ